សម្ដេចអាដាមទីលោកស្រីនៃកញ្ញាប្រិមិត្តដែលកំពុងតាមដានទស្សនកម្មវិធីកសិករកសិកម្មរបស់ស្ថានីយទូរទស្សន៍ CTN និង CNC បាទកម្មវិធីយើងសូមលើកយកនៅប្រធានបទមួយទៀតស្ដីពីការសន្សំសំចៃនិងការចេះគិតគូរវិតម្លៃនៃប្រាក់ចំណូលប្រាក់ចំណាយរបស់ប្រជាកសិករដោយសារថាព្រះរាជាណាចក្រកម្ពុជារបស់យើងជាប្រទេសកសិកម្មអង្គការស៊ីដាបានគិតគូរគ្រប់បែបគ្រប់យ៉ាងទាំងអស់ដើម្បីនឹងរកផលចំណេញជូនដល់ប្រជាកសិកររបស់យើងជាពិសេសគឺភាពរីកចម្រើននឹងឯងលើវិស័យកសិកម្មនោះអង្គការស៊ីដាបានគិតគូរអំពីការដាំដុះការចិញ្ចឹមសត្វដែលមានប្រសិទ្ធភាពបាទបន្ថែមទៀតអង្គការស៊ីដាក៏បានគិតគូរដើម្បីនឹងវិតម្លៃបង្ហាត់បង្ហាញជូនដល់បងប្អូនប្រជាកសិកររបស់យើងឲ្យចេះសន្សំសំចៃនិងចេះវិតម្លៃគិតគូរនៃប្រកាសដែលបានជំនុំមនុស្សបាទទាំងអស់នេះគឺជាផែនការយ៉ាងល្អប្រសើរជូនដល់ប្រជាកសិកររបស់យើងឲ្យលោកបានយល់ដឹងពីព្រោះថាកន្លងមកយើងជឿថាបងប្អូនប្រជាកសិកររបស់យើងភាគច្រើនលោកក៏បានទទួលនិងយល់នៃការទុកដាក់ប្រកាសរបស់គាត់និងការចាយវាយក៏ប៉ុន្តែក៏មានប្រជាកសិករយើងមួយចំនួនផងដែរដែលលោកខ្វះនៅការគិតគូរវិតម្លៃនិងចេះទុកដាក់នៃថវិកាទាំងអស់នេះដូច្នេះនេះគឺជាវិធានការផែនការមួយយ៉ាងសំខាន់ថែមទៀតសម្រាប់ដល់បងប្អូនជួយដល់បងប្អូនជាកសិកររបស់យើងដើម្បីបង្កើននៅចំណូលក៏ដូចជាកាត់បន្ថយនៅចំណាយនេះគឺជាផែនការដែលជួយកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាកសិកររបស់យើងជននឹងបានជួបជាមួយនឹងក្រុមជំនាញរបស់អង្គការស៊ីដាក្នុងការបង្ហាត់បង្ហាញជូនដល់បងប្អូនប្រជាកសិករយើងជនសូមជជួបជាមួយនឹងអ្នកសម្របសម្រួលរបស់យើងគឺលោកឡានសេងហងដែលលោកនៅមកជម្រាបប្រជាកសិកររបស់យើងពីភាពក្រីក្រធ្វើយ៉ាងណាឲ្យចេះទុកដាក់នៃថវិកាដែលយើងបានមកទោះតិចទោះច្រើនត្រូវចេះគិតគូរនិងមានផែនការច្បាស់លាស់បាទសូមជម្រាបជួបលោកឡាំងសេងហងដូចតទៅទៀតសួរមីងពូអស់គ្នាបាទហើយពូមីងចេញមកប្រហែលអ្នកដែរបាន15នាក់ណាហើយទាំងពីក្រុមចូលគ្នាតែយើងកន្លងមកយើងជួបបញ្ហាខ្លះតាក់ទងការរស់នៅរបស់យើងក្រុមយើងអ្នកក្រីក្រហ្នឹងណាតែយើងជួបអ្វីជាការជួបប្រទះនៅបញ្ហាតាក់ទងការរស់នៅការបាក់ដូចជាបើនិយាយពីរឿងដំណាំអញ្ចឹងទៅជួបការរាំងហួតអញ្ចឹងយើងដាំមិនទៅបានមិនទៅសើតបាទហើយយ៉ាងទៀតធ្វើស្រូវធ្វើកហ្នឹងក៏ជួបឧបសគ្គនឹងទឹកភ្លៀងនឹងមិនអំណោយផលឲ្យក៏ទូងនឹងក៏មិនបានច្រើនអី
trục trái đây từ ban từ trái thì thà nghiệp ấy riêng cùng lọc ấy bàm trục trái đúng như để đẹp xuống tung toàn bàm sập trục tê nàyการที่ดำลายได้ยืนขยมการมันตอนองการสิได้จูลมาในนอมดักนอมยืนขยมการนุกคือยืนขยมลำบากวิทนีคือใส่ตามทอมตามใบโบราณอดมีนกึศถากึศคือตัวเศร้าเจ๋งจอยแต่คือเตอเจ้าดักเขาเตอยูให้ปลาจีเจ้าดักปลาดึงจีปลาจีไอยูได้รึงโคจนักราบีการดับดอนน้ำมีนอาจุบหนึ่งการลำบากใครการนุกคือลำบากวิทนีนะไอเหยื่อขมิ้นปีพบตักในปีนี้เบียตั้งปีดาวโหลดอเลยกูขมิ้นตักไอนาเมาหรือขมิ้นพบตักปีนาเมาจุ่มนุยเอาดอยืนขยมต่างออกนี้ได้คือดำน้ำรวมซ้อมในขนมจีบเพียบครัวซาในมวยจังอดมีนติให้เมื่อตามยมดังคือในขนมกลมบ่เยอะคือมีนปีกลมจังไงนี่ให้มากลมคือขางบรอสอดจังได้นะมากลมใส่ให้กลมบรอสมวยได้ในขางบรอคือชูขางมูกลมบรออุตาก ลมจุดไรข้างจุดไรบอกกลมรงคือสมได้กัดบรรทอยเพียบไกรกรอในตามมูลฐานจนบดโดยทั่วเอาการประกอบมกระบอจนจำชีวิตระบบประชีจนไกรกรอหนึ่งจนงี้รองครัวเมนรณเพียบตามระยะการตัวยกในสภาพปัจจัยเกษตรการสกรรมหนึ่งทนเทียนเซ็งกลมรงนี้หนึ่งทั่วเอาประจำโนระบบสไตร์ในตามจนบดเมียนเพียบประสาลางทองได้ยุทธศาสตร์สำคัญบอกกลมรงคือตีมวยคือยังสำรองรั้วบังการมีนกรมกสิกรไกรกรนั่งแต่ยังชั่วโมงกรมชีวิตเรื่อยๆให้กลุ่มน้องสำคัญในการจองกรมก็คือดำใบกรนั่งหัดเธอการรวมขึ้นนี้หนึ่งสหการขึ้นนี้ตัววิ่งดำเมาให้ในขนมการจองกรมก็ยังสำรองรั้วการมีนเนตดักนอมกรมมีกรมให้หนึ่งมีนฉบับกรมดำใบกรนั่งอาจเพื่อการรวมขึ้นนี้จมูกขึ้นนี้บานจำนวนจีปีคือยังเพื่อการปึงเร่งสมัติเพียบบ่อสมาชิกกรมนั้นคือที่มุ้ยคือยังปึงเร่งสมัติเพียบเตะตรงเรื่องปึงเร่งบรรดาในสมาร์ทได้หนึ่งตึกเจ็ดก้อนให้ที่ปีคือเตะตรงแต่เลยการปึงเร่งสมาร์ทเรื่องจุ่มเนียนไปใจกันเต้ทำไมก้อนนั้นอาจเพื่อไอ้มุ้ยบาหลอดจังในขนมการบรรดาในตึกเจ็ดในสมาร์ทได้ยังบานจำหน่ายปีเจ้าทำไมน้อมก้อนไปเพี้ยช่วงเหมือนจ้างปีสถานเพียบครูนก้อนเกิดปีครูนก้อนนั้นทำไมก้อนนั้นอาจถ้าตากอดครูนกอดอาจจับดามผู้กากายปลายบ้านให้ตากอดจับดามเกิดถามไว้แต่กอดเมียนให้กอดจับดามอย่างโดยไม่ได้ให้ไปต่อไปยืมเหมือนดอกในชันเตะหนึ่งตึกเจ็ดกอดท้ายคือยืมเมียนเป็นโจในปัจจัยกิจการหนึ่งจุ่มนิ้มเซ็ง
ដូចជាជំនាញក្នុងការដាំដំណាំក្នុងការចិញ្ចឹមសត្វណាមានមាន់មានទាមានចិញ្ចឹមជ្រូកនិងឬក៏បច្ចេកទេសក្នុងការធ្វើស្រូវជាដើមគម្រោងក៏មានយុទ្ធសាស្ត្របន្ថែមទៀតដែរដូចជាការគ្រប់គ្រងថវិកានិងក្របពូជដើម្បីឲ្យពួកគាត់យកទៅអនុវត្តរបៀបថ្មីនេះទទួលបានជោគជ័យគម្រោងក៏បានជួយសម្របសម្រួលឲ្យក្រុមចេះសន្សំប្រាក់ដើម្បីប្រើប្រាស់ក្នុងក្រុមនិងមានការឧបត្ថម្ភបន្ថែមពីគម្រោងផងដែរបន្ថែមពីលើនេះគម្រោងបានរៀបចំឲ្យមានសិក្ខាសាលាជាមួយក្រុមផ្សេងដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកហើយជាពិសេសជាងនេះទៅទៀតនោះគម្រោងបានបង្កើតឲ្យមានសមាគមកសិករនៅតាមភូមិឋានដែលគម្រោងចូលទៅដល់ពីចុងក្រោយគឺយើងយុទ្ធសាស្ត្រយើងគឺធ្វើយ៉ាងណាដើម្បីបង្កើតចេញនៅក្នុងភូមិឲ្យមានជាសមាគមកសិករបាទហើយដែលសមាគមហ្នឹងវាដើរតួនាទីមួយក្នុងការសម្របសម្រួលធ្វើយ៉ាងណាដើម្បីឲ្យមានក្រុមហ្នឹងគឺធ្វើការរួមគ្នាហើយសហការគ្នាចែកម្លែកនៅបទពិសោធន៍ឬក៏អាចធ្វើការសហការគ្នាអីមួយដើម្បីអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនដល់ប្រសើរឡើងបាទទាំងអស់នេះគឺជាអ្វីដែលកម្មវិធីរបស់យើងគ្រប់គ្រងនៅវិធានការក៏ដូចជាការងារបង្ហាត់បង្ហាញដល់បងប្អូនប្រជាកសិកររបស់យើងអប់រំណែនាំដើម្បីឲ្យគាត់ទាំងអស់គ្នាជ្រាបនិងទទួលបាននៅការគិតគូរនិងឲ្យស្គាល់នៅតម្លៃរបស់ប្រជាកសិកររបស់យើងបាទទីទៀតជួបគ្នាក្នុងវគ្គបញ្ចប់នេះជាការអប់រំមួយការណែនាំមួយទៀតដើម្បីទៅពង្រឹងដល់ប្រជាកសិកររបស់យើងឲ្យលោកចេះគិតគូរហើយនឹងមានគម្រោងផែនការច្បាស់លាស់នៅក្នុងការចាយវាយក៏ដូចជាក្នុងការវិនិយោគលើវិស័យកសិកម្មរបស់ពួកគាត់នេះលោកតលម៉ៅក៏ជាកសិករម្នាក់ក្នុងចំណោមកសិករជាច្រើនដែលបានទទួលផលប្រយោជន៍ពីគម្រោងនេះលោកបានជម្រាបឲ្យដឹងថាកាលពីមុនដែលខ្ញុំមិនទាន់បានគម្រោងអង្គការស៊ីដាក់ចុះមកហ្នឹងគឺខ្ញុំមិនទាន់បានដាំដែរតំណាំអីនៅក្នុងភូមិនេះបានទេព្រោះអត់មានបច្ចេកទេសហើយម្យ៉ាងទៀតគឺមានការខ្វះខាតអញ្ចឹងតែដើរទៅភូមិអញ្ចឹងអត់មានបានធ្វើបានអីទេហើយនៅខាងខ្ញុំក៏មុននៅត្បូងប៉ុន្តែដល់ពេលមើលទៅបែបវាយ៉ាប់យឺនពេកខ្ញុំដល់ពេលនេះទទួលអង្គការស៊ីដាក់ចុះមកបានបរៀនបង្ហាត់អញ្ចឹងទៅខ្ញុំក៏បានយល់ខ្ញុំចាប់ផ្ដើមធ្វើប្រព័ន្ធធ្វើបន្លាយអីអញ្ចឹងទៅខ្ញុំជីកស្រះអញ្ចឹងទៅបានទៅធ្វើលបងធ្វើអីជាប់ទៅខ្ញុំបានដាំតំណាំបានអញ្ចឹងទៅគ្រាន់ហូបគ្រប់គ្រាន់អត់មានខ្វះទេហើយក៏មុនអញ្ចឹងខ្ញុំទិញនៅបន្លែគេទេក៏មុនបន្លែទិញស្តុបមករាល់ថ្ងៃតែឥឡូវដល់ពេលបានបច្ចេកទេសអញ្ចឹងមកខ្ញុំដាំខ្ញុំធ្វើលបងធ្វើអីអញ្ចឹងទៅគឺខ្ញុំបានហូបគ្រប់គ្រាន់ហើយមានបានលក់ខ្លះទៀតលក់បានមកពេលអញ្ចឹងទៅគឺលក់បាន 4-5,000 អីចឹងដែរក្នុងពីថ្ងៃទៅលក់ម្ដងឬមួយថ្ងៃលក់ម្ដងអីចឹងទៅគាត់ចាំគ្រូសាហើយបានលក់បានដូរនឹងគាត់ដោះស្រាយមិនបានទិញគេផងហើយមានប្រាក់អីសល់តិចតួចសម្រាប់ឲ្យកូនទៅរៀនទៅកាលពីមុនគម្រោងចូលមកហ្នឹងគឺខ្ញុំមិនបាននៅផ្ទះហ្នឹងទេខ្ញុំដើរលក់កម្លាំងពលកម្មបានប្រាក់បានលុយបន្តិចតួចយកមកទិញទិញអីហូបចឹងទៅអស់ដល់ពេលអស់ទៅទៀតអត់បាននៅចឹងទេបានធ្វើការងារអីចឹងទៅបានបើខ្ញុំឥឡូវនេះគឺខ្ញុំអត់បានទៅណាក្នុងរយៈពេលមួយឆ្នាំទៀតអត់មានដែរទៅណាទេបានហូបអីចឹងគ្រប់បាទជំរាបសួរបាទ
បាទនេះគឺជាគ្រួសារមួយទៀតគឺសមាជិកនៃក្រុមកសិកររីករាយដែលនៅក្នុងភូមិសៀមជ័យបាទហើយគាត់បានតាមរយៈការចូលរួមជាមួយគម្រោងគាត់មានការផ្លាស់ប្ដូរច្រើនតាក់ទងការងារដាំដុះបាទចង់ឲ្យបងពិភាក្សាមើលតាំងពីចូលរួមជាមួយគម្រោងមករហូតដល់ពេលឥឡូវមានការខុសប្លែកមានបណ្ដាវិធីមុនបាទខ្ញុំធូរធារជាងមុនកាលពីមុនខ្ញុំទៅស្ទូងគេក្រៅយកមកគូបគួងក្នុងគ្រួសារខ្ញុំឥឡូវខ្ញុំបានចូលតាមអង្គការសេដាក់នឹងខ្ញុំដាំបានបន្លែដំណាំដាំដុះខ្ញុំបានច្រើនលក់ដូរបានធូរធារជាងពីមុនហើយរហូតបើគិតជាក្នុងមួយថ្ងៃយើងអាចលក់បានប្រហែលដែរមួយថ្ងៃលក់បាន2000 1500ទៅ2005ហើយបានហើយយើងលក់រាល់ថ្ងៃយើងលក់រាល់ថ្ងៃជួនកាលតាមតិចតាមច្រើនគេមកទិញត្រូវថ្ងៃណាគេអ្នកស្ទូងគេស្ទូងច្រើនហ្នឹងគេមកទិញច្រើននៅលក់បានច្រើននៅតែកន្លងមកឮថាបានទៅដើរស៊ីឈ្នួលគេដែរហើយឥឡូវយ៉ាងម៉េចដែរកាលពីមុនមកខ្ញុំដើរស៊ីឈ្នួលគេដែរប៉ុន្តែឥឡូវខ្ញុំដាំដំណាំបានខ្ញុំមិនទៅស៊ីឈ្នួលគេលក់បានប្រាក់កម្រៃដោះដូរក្នុងគ្រួសារខ្ញុំបានខ្លះហើយចិត្តទៅខាងមុខចង់រៀបចំអាកសិដ្ឋានហ្នឹងគឺចង់រៀបចំទៅយ៉ាងម៉េចទៀតគឺទៅខាងមុខពីឆ្នាំទៀតទៅខាងមុខខ្ញុំប្រុងលើកប្រព័ន្ធហ្នឹងខ្ញុំប្រុងដាំក្រូចស្វាយអីដូចជាខ្វិតអីខ្ញុំចង់ដាំតាមប៉ុនធ្វើទៅមិនទាន់រួចហើយកន្លងមកតើគម្រោងបានផ្ដល់អីឲ្យយើងខ្លះដែរដែលធ្វើអាចឲ្យធ្វើយើងរៀបចំចឹងបានមានផ្ដល់អីឲ្យខ្លះទេឬក៏អត់ផ្ដល់ប្រាក់ឲ្យខ្ញុំរៀបចំសួនដាំដល់ប៉ុន្មានហ្នឹងបាទតម្លៃ20000តែ20000យើងយកមកធ្វើហ្នឹងគ្រប់គ្រាន់ដែរឬក៏មិនបាទជួយក្នុងជីវភាពខ្ញុំទូធារន់បើដែរកាលពីខ្ញុំខ្វះលីកូលខ្វះអីជាងថ្នោតជាងអីអាចចេញយកមកធ្វើបានខ្លះខ្ញុំរកខ្លួនឯងខ្លះមកទៅធ្វើបានបាទគេតតអាជីពសាលាជាងយើងជីពខ្លួនឯងបាទជីពខ្លួនឯងទទួលយកនៅគំនិតថ្មីនិងបច្ចេកទេសថ្មីទាំងនោះបាទតើការងារដែលយើងចុះមកផ្សព្វផ្សាយក្នុងភូមិហ្នឹងគឺយើងបានជួបបទពិសោធន៍ដែលយើងបានទទួលបានគឺធ្វើការជាមួយក្រុមកសិករជីវិតរីករាយហ្នឹងគឺយើងបានទទួលបទពិសោធន៍ដែលដូចជាទីមួយគឺយើងចុះមកហ្នឹងក្រុមគាត់ហ្នឹងអត់ឃើញមានការជាអសរដូចទេបទពិសោធន៍ដែលយើងបង្ហាញគាត់ហ្នឹងគឺយើងត្រូវការគូរូបភាពឲ្យបានច្រើនដើម្បីឲ្យគាត់ងាយយល់ហើយងាយធ្វើតាមព្រោះកាលណាមានរូបភាពហ្នឹងគាត់អាចធ្វើងាយបានហើយតបមកយើងចុះអនុវត្តផ្ទាល់ជាមួយគាត់តែម្ដងឧទាហរណ៍ថាយើងកាប់សួនវងអីមួយយើងកាប់ផ្ទាល់អនុវត្តផ្ទាល់ជាមួយគាត់ដើម្បីឲ្យយល់គឺយើងមិននៅតែលើផ្ទះទេគឺយើងចុះមកខាងក្រោមបាទហើយបទផ្សោតមួយទៀតគឺតើតើសមាជិកក្រុមភាគច្រើនគឺគាត់ការចូលរួមរបស់គាត់មិនបានល្អប្រសើរទេដូច្នេះយើងដើម្បីឲ្យក្រុមនឹងមានដំណើរការល្អគឺយើងធ្វើម៉េចចាប់យកអ្នកណាដែលមានបទពិសោធន៍ល្អឬក៏អ្នកណាដែលថាតើតើគេគោរពក្នុងភូមិដូចជាចាស់ព្រឹទ្ធាចារ្យឬក៏ឈ្មោះបុរាណដែលអ្នកភូមិពេញចិត្តហ្នឹងគឺយើងឲ្យគាត់ចូលរួមចំណែកក្នុងសមាជិកក្រុមយើងហ្នឹងដើម្បីឲ្យគាត់ជួយហៅឬក៏ជួយហៅនឹងក៏ឲ្យអ្នកភូមិក្បែរហ្នឹងយល់ថាធ្វើតាមគាត់ទៅបានល្អហើយចំណុចមួយទៀតបទពិសោធន៍មួយទៀតដែរគឺយើងការតាក់ទងលុយ20000ដែលយើងឲ្យទៅដល់សមាជិកម្នាក់ហ្នឹងគឺយើងតាក់ទងឲ្យគាត់ហ្នឹងដើម្បីជំរុញការងារមួយដែលថាចំណុចមួយដែលរាំងស្ទះនៃការងាររបស់គាត់គឺព្រោះគាត់ហ្នឹងកសិករក្រុមក្រីក្រឬក្រុមជីវិតរីករាយហ្នឹងគឺគាត់ខ្វះខាតច្រើនដូច្នេះតាក់ទងប្រាក់20000ឲ្យគាត់ហ្នឹងគឺយើងផ្ដល់ឲ្យគាត់ហ្នឹងតាក់ទងគាត់ទិញប៉ោតឬក៏ទិញប៊ីកូលទិញធៀងថ្នោតក៏ទិញខ្សែលួសហ្នឹងដើម្បីយកមកប្រគ្រប់អាកាសដ្ឋានឲ្យគាត់ដំណើរការទៅរាំងស្ទះបាទនេះជាបទសោតកន្លងមកហើយបញ្ហាដែលខ្ញុំចុះមកក្នុងភូមិនឹងផ្ទាល់ឬក៏ភូមិដទៃទៀតក្នុងស្រុកស្ដាច់យើងហ្នឹងជួបបញ្ហាទៅសមាជិកក្រុមយើងភាគច្រើនសមាជិកក្រុមយើងមានអ្នកអធិអសរហ្នឹងច្រើនតើភូមិខ្លះរហូតដល់80%
ដូចគ្នាការបង្ហាញការយើងផ្ដល់នៅបច្ចេកទេសថ្មីឬក៏បទពិសោធន៍ថ្មីហ្នឹងគឺគាត់ចាប់យកបានល្អទេពិតណាស់ការផ្លាស់ប្ដូរអ្វីមួយតែងតែមានការលំបាកនិងមានបញ្ហាប៉ុន្តែយើងពិនិត្យឃើញថាមានបម្រែបម្រួលជាច្រើនបន្ទាប់ពីគម្រោងបានចូលទៅដល់ទីនោះហើយបើយើងសង្កេតតាក់ទងទៅលើអ្វីដែលជាបម្រែបម្រួលកន្លងមកដែលកើតមានឡើងចំពោះកសិករក្រីក្រហ្នឹងគឺយើងក្នុងរយៈពេលប្រហែលជា7ខែដែលយើងចាប់ដើមធ្វើការជាមួយគាត់យើងឃើញថាមានបម្រែបម្រួលច្រើនទៅលើក្រុមកសិករហ្នឹងគឺទីមួយបម្រែបម្រួលទីមួយគឺតាក់ទងនឹងការអនុវត្តនៅបច្ចេកទេសកសិកម្មអញ្ចឹងយើងឃើញមានកសិករច្រើនគាត់ចាប់ដើមធ្វើការកែលម្អនៅដីនៅជុំវិញផ្ទះរបស់គាត់ហ្នឹងហើយគាត់អាចដាំដំណាំចម្រុះផ្សេងអញ្ចឹងគឺមានបន្លែមានឈើហូបផ្លែហើយគាត់អាចរៀបចំជាប្រព័ន្ធដើម្បីរក្សារឿងទឹកអីហ្នឹងបាទហើយយើងឃើញមានកសិករគាត់ចិញ្ចឹមត្រីជាពិសេសគឺគាត់អាចរៀបចំការតាក់ទាញត្រីធម្មជាតិដែលមានធ្វើការជីកំប៉ុស្តដើម្បីធ្វើការអាចសន្សំជីបាទហើយទៅហ្នឹងគឺគាត់អាចកាត់បន្ថយនៅអ្វីដែលជាចំណាយនៅក្នុងគ្រួសារផងដែរហើយចំណុចសំខាន់ទៀតយើងឃើញមានបម្រែបម្រួលកើតមានឡើងគឺតាក់ទងទៅលើការងារសហការគ្នាហើយនៅក្នុងនោះយើងឃើញមានកម្រិតទីមួយគឺការងារសហការនៅក្នុងគ្រួសារនិងការងារសហការពីសមាជិកនៅក្នុងក្រុមចំពោះឆ្លងយើងមានករណីជាច្រើនយើងឃើញថាគ្រួសារកសិករដែលគាត់បានចូលរួមជាមួយយើងឃើញថាទំនាក់ទំនងរវាងនៅក្នុងគ្រួសារគាត់រវាងប្តីនិងប្រពន្ធឬក៏ដូចកូនគឺឃើញថាមានភាពល្អប្រសើរឡើងពិសេសតាមរយៈការយើងនាំគាត់វិភាគគិតនឹងតកតងទៅលើការងារគ្រប់គ្រងគ្រួសារហ្នឹងគឺយើងឃើញការងារសហការនិងការបែងចែកគ្រួសារគឺល្អប្រសើរឡើងហើយមួយទៀតគឺការងារសហការក្រុមយើងឃើញថាមានក្រុមខ្លះគឺមានការអនុវត្តនៅការងារប្រវាស់ដៃគឺជួយគ្នាឧទាហរណ៍ឲ្យតកតងការធ្វើត្រង់កប៉ុស្តិ៍អញ្ចឹងគឺក្រុមហ្នឹងគេអាចជួយគ្នាម្ដងម្នាក់ហើយតកតងធ្វើត្រង់ឬក៏តកតងធ្វើត្រង់មន់អីចឹងបាទហើយទៅមិនហ្នឹងបើសិនជាគេមានភាពមានបញ្ហាកើតឡើងនៅក្នុងក្រុមអញ្ចឹងគេមានការងារសហការនឹងជួយគ្នាល្អបាទហើយចំណុចបំរែបំរួលទៀតយើងឃើញចំណុចសំខាន់មួយទៀតគឺយើងដឹងហើយគឺកសិករដែលគាត់ក្រីក្រនោះគឺភាគច្រើនគាត់មិនសូវបាននៅក្នុងភូមិឬនៅផ្ទះទេគាត់ច្រើនទៅស៊ីឈ្នួលគេឬក៏ទៅធ្វើការនៅក្រៅអញ្ចឹងតាមរយៈអន្តរាគមន៍របស់យើងឃើញថាគាត់បានកាត់បន្ថយពីការដើរទៅស៊ីឈ្នួលគេហ្នឹងគឺគាត់មកធ្វើការនៅក្នុងកសិដ្ឋានរបស់គាត់បាទហើយយ៉ាងហើយណាក៏គាត់កាត់បន្ថយពីការដើរស៊ីឈ្នួលគេនៅតំបន់ឆ្ងាយមកគាត់អាចធ្វើការនៅកសិដ្ឋានរបស់គាត់ហើយគាត់អាចស៊ីឈ្នួលដែលចំពោះកសិករដែលនៅក្នុងភូមិរបស់គាត់កម្មវិធីរបស់យើងសន្មតចប់តែប៉ុណ្ណេះសញ្ញាវិនមកជួបជាថ្មីម្ដងទៀតនៅថ្ងៃស្អែកតាពេលវេលាបងដដែលនៅទីនេះខ្ញុំបាទសតជាយាសូមគោរពលាសូមអរគុណទៀត